មតិរិះគន់យ៉ាងខ្លាំងជុំវិញករណីប៉ូលីសចរាចរណ៍ស្ទាក់រថយន្តបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីនេះមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅខេត្តព្រៃវែងបណ្ដាលឲ្យអ្នកបើកបររថយន្តម្នាក់បាត់បង់ជីវិតយ៉ាងអាណោចអាថមអ្វីដែលធ្វើឲ្យមហាជនកាន់តែខឹងសម្បារនិងរិះគន់យ៉ាងខ្លាំងនោះគឺការចោទប្រកាន់ថាគ្រោះថ្នាក់នេះបណ្ដាលមកពីសកម្មភាពរបស់ក្រុមមន្ត្រីប៉ូលីសចរាចរណ៍មួយក្រុមដែលបានស្ទាក់រថយន្តក្នុងពេលដែលកំពុងបើកបរលឿនភ្លាមបន្ទាប់ពីដំណឹងនេះបានផ្សព្វផ្សាយមតិប្រតិកម្មយ៉ាងក្តៅគប់ពីសំណាក់ប្រជាពលរដ្ឋបានផ្ទុះឡើងនៅលើបណ្ដាញសង្គមនិងតាមរយៈការផ្តល់ព័ត៌មានដល់សារព័ត៌មាននានាប្រជាពលរដ្ឋជាច្រើនបានសម្ដែងការខឹងសម្បារចំពោះទង្វើរបស់មន្ត្រីប៉ូលីសចរាចរណ៍មួយចំនួនតែត្រូវបានចោទប្រកាន់ថាបានអនុវត្តការងារខុសក្រមសីលធម៌វិជ្ជាជីវៈនិងធ្វេសប្រហែសបណ្ដាលឲ្យមានការបាត់បង់ជីវិតមនុស្សពលរដ្ឋជាច្រើនបានរិះគន់យ៉ាងខ្លាំងចំពោះរបៀបធ្វើការរបស់មន្ត្រីប៉ូលីសចរាចរណ៍មួយចំនួនដែលត្រូវបានចោទថាបានខាត់រថយន្តកំពុងធ្វើដំណើរក្នុងល្បឿនលឿននិងការដាក់ទីតាំងត្រួតពិនិត្យដែលគ្មានសញ្ញាសម្គាល់ច្បាស់លាស់ដែលជាហេតុនាំឲ្យមានគ្រោះថ្នាក់ពួកគេចោទសួរថាតើទង្វើបែបនេះជាការអនុវត្តតាមច្បាប់ឬគ្រាន់តែជាការធ្វើតាមអំពើចិត្តសាច់ញាតិជនរងគ្រោះនិងប្រជាពលរដ្ឋជាច្រើនបានសម្ដែងការសោកស្ដាយនិងអាណិតអាសូរយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតអ្នកបើកបររថយន្តពួកគេបានចោទសួរអំពីទំនួលខុសត្រូវរបស់មន្ត្រីប៉ូលីសចរាចរណ៍ដែលជាប់ពាក់ព័ន្ធនិងទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះមតិមួយចំនួនបានចោទប្រកាន់ថាមន្ត្រីប៉ូលីសចរាចរណ៍មួយចំនួនបានប្រព្រឹត្តអំពើពុករលួយដោយលើកឡើងថាការដាក់គោលដៅត្រួតពិនិត្យគឺមិនមែនដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដទេតែជាលេសដើម្បីប្រមូលលុយដាក់ហោប៉ៅប្រជាពលរដ្ឋមួយចំនួនបានចោទសួរអំពីតួនាទីថ្នាក់ដឹកនាំនិងការការពារបុគ្គលិកដែលប្រព្រឹត្តខុសពួកគេបានលើកឡើងថាច្បាប់ហាក់ដូចជាមិនស្មើគ្នារវាងប្រជាពលរដ្ឋសាមញ្ញនិងមន្ត្រីរាជការមតិជាច្រើនបានទាមទារឲ្យមានការស៊ើបអង្កេតយ៉ាងស៊ីជម្រៅលើករណីនេះនិងចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលប្រព្រឹត្តខុសពួកគេក៏បានស្នើឲ្យមានការកែតម្រង់លើរបៀបធ្វើការរបស់ប៉ូលីសចរាចរណ៍ឲ្យមានភាពប្រសើរឡើងប្រកបដោយវិជ្ជាជីវៈនិងគោរពច្បាប់លោកបណ្ឌិតសុកទូចក៏ធ្លាប់បានចេញមុខលើកឡើងលើបញ្ហាចរាចរណ៍ថាប្រសិនបើការដាក់គោលដៅត្រួតពិនិត្យចរាចរណ៍មិនអាចកាត់បន្ថយគ្រោះថ្នាក់បានទេគួរតែពិចារណាដកចេញវិញបច្ចុប្បន្នករណីនេះកំពុងតែស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់មហាជននិងសារព័ត៌មាននានាដោយរងចាំមើលចំណាត់ការបន្តពីស្ថាប័នមានសមត្ថកិច្ចដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនិងកែលម្អការអនុវត្តច្បាប់ចរាចរណ៍ឲ្យមានប្រសិទ្ធភាពនិងយុត្តិធម៌ជាងមុនគួររំលឹកថាកាលពីថ្ងៃទី7 ខែឧសភាឆ្នាំ2025គណៈកម្មាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបំភ្លឺករណីនេះថាបានត្រួតពិនិត្យឯកសាររួចរាល់និងអនុញ្ញាតឲ្យរថយន្តខាងមុខចេញដំណើរប៉ុន្តែមិនទាន់បានចេញផងស្រាប់តែរថយន្តមួយគ្រឿងដឹកសំពីងសំពងបើកបរយ៉ាងលឿនមកបុកពីក្រោយទៅវិញក៏ប៉ុន្តែតែកុងឡានខាងមុខគាត់បកស្រាយបញ្ជាក់ច្បាស់លាស់ថាខ្ញុំជាតែកុងឡានខាងមុខសូមពុកម៉ែបងប្អូនជួយរកយុត្តិធម៌ឲ្យខ្ញុំផងខាងសមត្ថកិច្ចចរាចរណ៍បានកាក់រថយន្តខ្ញុំសុំឯកសារពេលនោះខ្ញុំបានឈប់រថយន្តយកឯកសារមិនទាន់បានចុះពីរថយន្តផងស្រាប់តែមានរថយន្តមួយទៀតមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យតែកុងរបស់រថយន្តខាងក្រោយបាត់បង់ជីវិតរវាងការបកស្រាយរបស់តែកុងរថយន្តដឹកស៊ីម៉ងខាងមុខហើយនឹងការបំភ្លឺពីគណៈកម្មាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកហេតុអ្វីមានភាពខុសគ្នាយ៉ាងនេះ